និយាយឲ្យខ្លីទៅខ្ញុំមិនចង់មានទំនាក់ទំនងស្នេហាឥឡូវនេះទេតើអ្នកអាចប្រាប់ម៉ាក់ខ្ញុំថាអ្នកមិនពេញចិត្តនឹងខ្ញុំទេយល់ព្រមអរគុណអ្នកនឹងទៅណាត់ជួបដោយមិនបានគិតអ្វីមួយទៀតហើយមើលទៅដូចជាអ្នកនៅតែមិនទាន់បោះបង់ចោលហោឈុនទេអ្នកកំពុងគិតច្រើនពេកហើយនេះជាមិត្តប្រុសបច្ចុប្បន្នរបស់ខ្ញុំអ្នកទាំងពីរមិនគួរញ៉ាំអាហារពេលល្ងាចជាមួយគ្នាទេមែនទេតើអ្នកអាចថាយ៉ាងណាទេប្រសិនបើឈៀងឈិនមិនណែនាំមិត្តប្រុសរបស់អ្នកគាត់គឺសួស្ដីខ្ញុំឈ្មោះវិជ្ជបណ្ឌិតវ៉ាន់តើអ្នកដឹងទេថាវ៉ាន់យូឈិនជានរណាមានរឿងអ្វីវ៉ាន់យូឈិនគឺជានាយកប្រតិបត្តិរបស់វ៉ាន់ស៊ីអ្នកមិនអាចរកមិត្តប្រុសបានទេប៉ុន្តែអ្នកមិនអាចដោះស្រាយជាមួយមនុស្សបោកប្រាស់បានទេតើអ្នកដឹងដោយរបៀបណាថាគាត់មិនមែនហើយនាយកប្រតិបត្តិហៅសួនទើបតែឈ្នះពានរង្វាន់មួយអ្នកដឹងទេថ្ងៃស្អែកនាយកប្រតិបត្តិរបស់វ៉ាន់ស៊ីនឹងមកដោយផ្ទាល់ដើម្បីប្រគល់ពានរង្វាន់អ្នកពិតជាត្រូវតែមកអ្នកបានជួយហៅសួនច្រើនពីមុនមកយើងពិតជាត្រូវថ្លែងអំណរគុណដល់អ្នកសម្រាប់ការលាតត្រដាងជនបោកប្រាស់ម្នាក់នេះវាដូចជាអ្នកទទួលបានស្លាប់ជាច្រើនជាធ្នូនឹងសេចក្តីសប្បុរសរបស់អ្នកខ្ញុំបានបង់ថ្លៃជួលផ្ទះឲ្យគាត់ខ្ញុំបានបង់ប្រាក់កក់លើឡានរបស់គាត់ខ្ញុំបានសុំឲ្យខ្ញុំបង់ថ្លៃភ្នាក់ងារសម្រាប់ការសិក្សានៅបរទេសរបស់គាត់ខ្ញុំបានសរសេរសម្ភារៈភាគច្រើនសម្រាប់ពានរង្វាន់របស់គាត់ហើយខ្ញុំថែមទាំងបានលះបង់កន្លែងរបស់គាត់ដើម្បីទៅសិក្សានៅបរទេសទៀតផងដូច្នេះអ្នកពិតជាគួរអរគុណខ្ញុំហេតុអ្វីបានជាអ្នកកាចសាហាវម្ល៉េះយើងគ្រាន់តែបារម្ភថាអ្នកនឹងត្រូវគេបោកប្រាស់អ្នកមិនបានចូលរួមក្នុងការបោកប្រាស់យើងទាំងអស់ទេមែនទេជាការពិតណាស់មិនមែនទេមិនអីទេអ្នកនឹងចៅវាយមិត្តប្រុសរបស់អ្នកពិតជាត្រូវមកថ្ងៃស្អែកអូហ៊ានបង្ហោះរឿងនេះនៅលើអ៊ីនធឺណិតថាយល់សូមឲ្យនាយកប្រតិបត្តិមានអាយុយឺនយូរយ៉ាងដូចម្ដេចខ្ញុំនឹងខ្មាស់អៀនខ្លាំងណាស់នៅថ្ងៃស្អែកហើយមុខរបស់ខ្ញុំក៏ឡើងលឿងនិងស្រអាប់ខ្លាំងនាពេលថ្មីនេះតើខ្ញុំអាចប្រឈមមុខនឹងអ្នកណាម្នាក់ដោយរបៀបណាកុំបារម្ភអីសាកល្បងឈុត Unique Whitening and Spot Fading Set នេះខ្ញុំចង់សាកល្បងវាជាយូរមកហើយមិត្តភ័ក្តិរបស់ខ្ញុំនិយាយថាប្រសិនបើអ្នកប្រើទឹកជូតមុខនិងលេលាបមុខជាប្រចាំទាំងព្រឹកទាំងយប់វានឹងធ្វើឲ្យស្បែករបស់អ្នកនឹងបាត់ស្នាមប្រសិទ្ធភាពពិតជាល្អណាស់ប្អូនស្រីរបស់ខ្ញុំប្រើឈុតនេះគាត់និយាយថាវាត្រូវបានផលិតឡើងជាមួយនឹងក្រែមធ្វើឲ្យស្បែកនិងក្រែមបន្ថយស្នាមហើយគ្រឿងផ្សំគឺទន់ភ្លន់និងមានសុវត្ថិភាពអនុញ្ញាតឲ្យខ្ញុំលាបវាលើមុខរបស់អ្នកដោយប្រើសម្លៃខ្ញុំមានអារម្មណ៍ស្រួលខ្លួននិងស្លេមណាស់សម្រាប់មនុស្សដូចជាខ្ញុំដែលចង់ធ្វើឲ្យស្បែករបស់ពួកគេភ្លឺប៉ុន្តែខ្លាចជ្រលាកវាជាការល្អបំផុតក្នុងការជ្រើសរើសផលិតផលម៉ាកក្នុងស្រុកដែលអាចទុកចិត្តបានមើលថាតើមុខរបស់ខ្ញុំភ្លឺជាងមុនប៉ុណ្ណាឥឡូវនេះក្លិនក្រអូបហេតុអ្វីបានជាគាត់ស្ថិតក្នុងស្ថានភាពល្អបែបនេះអីយ៉ាគាត់ស្លៀកពាក់ស្អាតបាត់ណាស់ប៉ុន្តែគាត់មកតែម្នាក់ឯងគាត់រវល់ណាស់ខ្ញុំគិតថាការកុហករបស់គាត់ត្រូវបានលាតត្រដាងហើយគាត់ខ្លាចពេកមិនហ៊ានមកឥឡូវនេះដោយវិធីនេះលោកវ៉ាន់នឹងប្រគល់រង្វាន់ឲ្យខ្ញុំនៅពេលក្រោយខ្ញុំមិនអាចខកខានវាបានទេមិត្តស្រីរបស់លោកវ៉ាន់បានមកដល់ហើយខ្ញុំសន្មតថាលោកវ៉ាន់ផ្ទាល់ក៏បានមកដល់ដែរចូលយើងទះដៃអបអរសាទរគាត់មិនចូលចិត្តមកពីខេត្តជាងស៊ូលោកវ៉ាន់តើគាត់អាចជាលោកវ៉ាន់ដោយរបៀបណាខ្ញុំសូមប្រកាសអ្នកឈ្នះដូចខាងក្រោមទី5តើដោយសារមូលហេតុអ្វីនេះជាអ្វីដែលខ្ញុំចង់និយាយព្រោះមនុស្សដែលបោកប្រាស់មិនសមនឹងទទួលបានរង្វាន់ទេតើគាត់អាចក្លាយជាមនុស្សបែបនេះដោយរបៀបណាហាព្រះជាម្ចាស់ឲ្យមែនហើយតើគាត់អាចស្លាប់ដោយរបៀបណាតោះទៅមិត្តស្រី